รีบสู้พวกมันบางตอนថ្ងៃនេះខ្ញុំមកធ្វើការតែងផ្កាខ្លះនៅក្នុងមេឃតូចនេះដើមតូចនេះភាសាផ្កាដំបងច្រើនអញ្ចឹងយើងអត់ຕົកទេយើងទៅតែងវាខ្លះហើយតែងចោលទៅអត់ຕົកទេយើងធ្វើការតែងផ្កាវាណានេះទៅជា2 3នេះតែត្រូវកាត់ចោលតែដោយសារវាលទ្ធផលវាបែកហើយយើងទុកវាសិនហើយជាទូទៅយើងត្រូវកាត់អានេះចោលហើយអត់ទុកទេតែចាំមើលវាបន្តបន្តិចហើយមេឃនេះអស់ហើយនៅសល់តែមួយនេះវាត្រូវធ្លាក់អានេះខ្លួនវាតែយើងខ្ជិលទៅធ្លាក់កាត់ចោលចុះកាត់ចោលទៅនេះអានេះធ្លាក់អស់ដែរចឹងយើងកាត់ចោលនេះជាប្រភេទត្រេនម៉ាន់ថងផ្កាវាលើសល្បត់ដែរចឹងយើងតែងវាខ្លះតែងវាណាដែលលើសយើងតែងវាចោលសម្រាប់កាត់វាចោលចឹងចុងមេឃចេះវាអត់មានប្រយោជន៍ទេចឹងយើងតែងវាមិនសាហើយសំបីតាមេឃតូចនេះក៏យើងត្រូវកាត់ចោលដែរអានឹងជាប្រភេទខ្នែងស្លឹកវាចឹងហើយបានមើលគេតាមនឹងមកហើយខ្ញុំតែងបន្តិចចឹងចុងមេឃយើងត្រូវកាត់ចោលមេឃខ្លះចឹងនេះវាអានេះមេឃវាមានជាប់ផ្កានៅក្នុងមេឃតូចហ្នឹងឥឡូវវាយកអាគុលមេឃហ្នឹងទៅជាតងត្រេនដែរអញ្ចឹងគឺវាងាប់ចោលអញ្ចឹងដែរគេថាកាត់ចោលច្រើនតែងវាខ្លះឲ្យឆ្លាស់ហេតុអីបានយើងតែងបានមេឃធំយើងអាចតែងបានផ្កាច្រើនបែបនេះនេះគឺផ្កាច្រើនអានេះទៅជាឲ្យវគ្គ1វគ្គ2វគ្គ3ហើយអញ្ចឹងមកដល់ចុងនេះយើងកាត់ចោលបណ្ដោយអត់ទុកទេផ្កានេះខ្ញុំកាត់ចោលតូចវាស៊ីទៅជីចឹងអត់ប្រយោជន៍យើងកាត់ចោលវាងាប់ខ្លួនវាដែរមុននឹងក្រោយយើងងាប់ដែរចឹងយើងតែងវាបន្តិចទៅហើយសូមជម្រាបថានេះជាលើកទី1នៅក្នុងការតែងមេតែងផ្កាហើយខ្ញុំអត់មានអីនេះទេគឺខ្ញុំមើលមេរៀនតាមYouTube ខ្លះហើយនឹងសិភៅដែលមានចេញពីក្រសួងកសិកម្មអញ្ចឹងយើងយកតាមលំនាំគេខ្លះមកដើម្បីមើលតាមលទ្ធភាពជាក់ស្ដែងយើងអត់អាចថា100%ត្រូវទៅធ្វើតាមគេតែអ្វីដែលសំខាន់គឺអាកាសធាតុយើងគ្រប់គ្រងនឹងការប្រើប្រាស់ទឹកប្រើប្រាស់ជីទៅតាមប្រភេទរបស់យើងប្រើដែលបានប្រើឲ្យមានលទ្ធផលទៅកុំចាំមើលតាមគេបើថាយើងអត់ចេះទេមើលតាមគេក៏បានដែរតែយើងត្រូវប្រយ័ត្នប្រយែងខ្លួនឯងព្រោះនេះយើងអត់ចេះខ្លួនឯងទេអត់មានបច្ចេកទេសជួយទេយើងពិបាកដែរបងប្អូនធ្វើតាមយថាកម្មវានឹងបានផលតាមយថាកម្មដែរបើធ្វើតាមបច្ចេកទេសបងប្អូនបានផលតាមបច្ចេកទេសអញ្ចឹងបងប្អូនចង់បានច្រើនត្រូវប្រើបច្ចេកទេសបើបងប្អូនតាមយថាកម្មបងប្អូនធ្វើតាមយថាកម្មទៅតិចមួយអញ្ចឹងទៅអានេះទូទៅយើងបេះចោលវានៅជាប់នឹងដើមហើយគឺថ្ងៃក្រោយបើមានផ្លែវានឹងមានបញ្ហាវាប្រអប់ជាប់ជាមួយនឹងដើមវាអាចនឹងមានរោគនៅដើមអាចទៅបើទាំងដើមទាំងផ្លែបើសិនជាផ្លែជាប់អញ្ចឹងយើងអត់គេជាទូទៅគេអត់ទុកទេអានេះយើងបេះចោលព្រោះតាមដើមវាអត់មានប្រយោជន៍ទេអូយើងបេះចោលតាមដើមអញ្ចឹងវាដបៅវាអាចមានបញ្ហាដបៅសំបីតែនេះក៏អញ្ចឹងដែរជាទូទៅមេឃនេះត្រូវកាត់ចោលទេមេឃ3នេះមេឃ3 4 5មេឃនេះត្រូវកាត់ចោលទាំងអស់អញ្ចឹងក្រោយពីទទួលបានផ្លែហើយឆ្នាំក្រោយយើងនឹងកាត់វាចោលតែម្ដងព្រោះអីវាដល់ដីហើយតែវាដល់ដីវាមានដបៅទៅលើត្រេនណាទៅលើផ្លែអញ្ចឹងបើផ្លែជាប់គឺដបៅតែម្ដងតែយើងថាបដល់អញ្ចឹងនិយាយមានរោគអញ្ចឹងក៏ផ្លែមកក៏អត់ល្អដែរអត់បានផលជាដុំកំភួនទេផ្លែអញ្ចឹងមើលយើងអត់យកទេបើផ្លែនៅនេះយើងអាចពិចារណាតែនេះមកដល់មេឃតូចចេះគេលេងយកទៀតយកកាត់គេធ្វើបេះចោលមានបេះចោលដែរណាអានេះខ្ញុំមិនដឹងថាចែកទេសខ្ញុំវា
ត្រូវឬមិនត្រូវតែខ្ញុំការសិក្សារៀនសូត្រមកខ្ញុំរៀនតាមគេដែរទេហើយមើលទៅតាមគេយើងនិយាយក៏តាមគេដែរវាត្រេនហើយយើងថែទាំវាដោយប្រយ័ត្នប្រយែងនិងមើលតាមអាកាសធាតុដែលខ្លួនឯងជួបផ្ទាល់នៅក្នុងចំការរៀងខ្លួនទៅហើយនឹងដីបច្ចេកទេសនេះខ្ញុំចង់និយាយដែរទៅលើដីណាត្រេនដាំអត់រើសដីទេតែឆ្ងាញ់ឬមិនឆ្ងាញ់បងប្អូនពិចារណាខ្លួនឯងបានអាហ្នឹងវាអញ្ចឹងនេះតែយើងតែងបដាបេះការចោលបដាឲ្យអត់ទុកទេទុកទៅច្រើនអានេះប្រភេទប៉ុនគ្នានេះបើយើងយកកញ្ចុំចេះហើយមេឃណាយើងគួរយកហើយអាមេឃណាដែលយើងអត់យកយើងបេះចោលនេះបេះចោលចុងគឺយើងអត់យកទេជាប់ស្លឹកជាប់អីនេះយើងអត់យកទេយើងបេះចោលអានេះយើងតែងភាសាតមកយើងតែងភាសាទៀតអានេះគឺយើងអត់យកដែរបេះចោលទៅកុំឲ្យទុកវាស្ដាយនេះឃើញទេចេះអត់យកទេបេះចោលអានេះច្រើនពេកដើមតូចការតូចតែច្រើនអានេះទុកឲ្យវាចេញសិនអានេះទុកឲ្យវាចេញសិនដើម្បីបោសលំអងរួមគ្នាហើយបន្ទាប់ពីបោសលំអងរួមគ្នាហើយយើងអាចចាប់ផ្លែតូចចេញហើយចាប់ផ្លែតូចចេញនេះងាប់អស់នៅតាមតងចេះអានេះជាផ្នែកចាស់របស់វាផ្នែកមកងាប់អស់ចឹងដែរនេះតែងទៀតទៅលើក៏ត្រូវតែងដែរព្រោះយើងមិនតូចយើងអត់យកទេយើងត្រូវបេះវាចោលពងបេះអត់ដល់រកផ្លូវឡើងអរគុណច្រើនបច្ចេកទេសតិចតួចនៃការសិក្សាពីគេតិចតួចយកមកអនុវត្តវាបដាហើយរងចាំមើលលទ្ធផលពីច្រើនខ្ញុំមើលតាមសភៅក្រសួងច្រើនជាងក្រសួងកសិកម្ម